តែជនម្ដងនេះគឺជា Oppo Reno 12 ហើយពណ៌ទាំងអស់នេះវាស័ក្តិសមសម្រាប់បងបរោះក៏ដូចជាបងស្ត្រីកាន់បានដូចគ្នាហើយពិសេសសម្រាប់អ្នកដែលត្រូវទូរស័ព្ទដៃដែលមានកម្រិតបង្ហាញច្បាស់ល្អថ្មកាន់សេវាខ្លាំងហើយដើរលឿនបានន័យថាទៅដល់ខេត្តកន្លែងណាដែលអត់មានសេវាក៏វាមានណាបាទហើយថ្មកាន់បានសឹងតែមួយថ្ងៃពេញហ្នឹងអាចសាកជាមួយនឹង Oppo Reno 12 នេះបានរូបរាងក៏ស្អាតរុនសាក USB Type C បាទមានជាមួយនឹង IR Blaster នៅផ្នែកខាងលើកាមេរ៉ា3គ្រាប់ថតច្បាស់ហើយអ្វីដែលសំខាន់ហ្នឹងគឺថ្មកាន់នឹងតែម្ដងហើយបើនិយាយពីពណ៌វិញបាទចាប់កាន់មកស្អាតខ្លាំងមែនទែនពិសេសគឺតម្លៃធូរបាទតែ$295ទេដោយសារថ្មី400ជាងដុល្លារបាទអញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់ជាមួយនឹង Oppo Reno 12បាទអាចមកជ្រើសបានជាមួយនឹងរូបរាងក៏ដូចជាអេក្រង់នៅផ្នែកខាងមុខនេះមើលមកបាទស្អាតហើយវាសឹងតែគ្មាន game bezel បាទរាងកៅបន្តិចអញ្ចឹងថ្ងៃនេះខ្ញុំមាន4គ្រាប់ដែរបាទហើយដោយសារថ្ងៃមុនជាង10គ្រាប់ភ្ញៀវគាត់យកអស់អញ្ចឹងសល់4គ្រាប់នេះស្អាត99អាចមកយកបាននៅទីនេះបើសិនបើយើងនិយាយពីទូរស័ព្ទដៃ Samsung គឺយើងមានគ្រប់ model គ្រប់ជម្រើសគ្រប់ series មិនថាពី series ទាបរហូតដល់ទៅ series ខ្ពស់មិនថាម៉ាស៊ីនរបស់ USA ម៉ាស៊ីនរបស់ Korea Global ឬក៏ក្រុមហ៊ុននោះទេតែជាក់ស្ដែងថ្ងៃនេះខ្ញុំមានម៉ាស៊ីន Samsung Galaxy S24 Ultra ម្ដងដែលជាម៉ាស៊ីនរបស់ក្រុមហ៊ុនចំហើយដែលសំខាន់យើងមានទាំង24 Plus ក៏ដូចជា24ធម្មតាដែលជាម៉ាស៊ីន US ដែលអាចប្រើប្រាស់បាន SIM 2 eSIM តែសម្រាប់ម៉ាស៊ីនក្រុមហ៊ុនចំគឺ SIM 2 Direct តែម្ដងហើយសភាពម៉ាស៊ីនដែលខ្ញុំកំពុងតែកាន់3ដើមនេះដែលមានបងមានកណ្ដាលមានបងធំហ្នឹងគឺជាម៉ាស៊ីនដែលស្អាត 99% ហើយពណ៌មាសរំលេចមកដោយទឹកពណ៌ដែលចែងចាំងផងដែរហើយបើសិនបើលោកអ្នកកំពុងតែស្វែងរក Samsung S24 Ultra តម្លៃ promotion គ្រប់ model គ្រប់ជម្រើសគ្រប់ series ទាំងអស់កុំភ្លេចមកកាន់ហាង U1 8 Gen 1បាទហើយនេះគឺ8 Gen 2ដល់គ្នានេះគឺជាប្រភេទ Samsung បាទ S21 5G ហើយនឹង S22 5G បាទស្តុកថ្មីនេះចូលមកបានម្ល៉ាំងដែរបាទហើយអ្នកដែលឆ្លាញ់ម៉ាស៊ីនអេក្រង់ទូចបាទ 6.1 អ៊ីងហ្នឹងបាទគឺត្រូវហើយអេក្រង់វាគឺរាបស្មើកាមេរ៉ាតែងដល់ 8K បាទតើតើទៅកម្រិតវីដេអូណាបាទហើយការ snap រូបអីក៏ស្អាតដែរហើយអេក្រង់ជាប្រភេទ Dynamic AMOLED HDR10 Plus 2H បាទហើយថ្មកាន់បើប្រភេទទូចនេះបាទហើយ RAM 8GB បាទ storage 128GB ម៉ាស៊ីនប្រើប្រាស់បាន SIM 2ហើយអ្នកដែលឆ្លាញ់ Samsung បាទប្រភេទម៉ាស៊ីន US ណាបាទម៉ាស៊ីនអាមេរិកអាចមកជ្រើសបាននៅ U1 ដោយសារតែប្រភេទ U1 នេះវាជាប្រភេទ U1 មួយដែលតម្លៃធូរហើយគុណភាពល្អហើយសម្រាប់ការប្រើប្រាស់ 4-5 ឆ្នាំទៅមុខទៀតបាទគឺនៅតែប្រើប្រាស់ល្អបាទមិនងាយនឹងខូចម៉ាស៊ីននេះនិយាយមែនទែនទៅបើសិនបើអតិថិជនដែលគាត់ទិញទៅហើយមិនធ្វើឲ្យធ្លាក់បែកឬក៏បោះបោកអីបាទការប្រើប្រាស់គឺមិនងាយនឹងខូចតែម្ដងបាទស្រាប់21ឬក៏22នេះណាបាទអញ្ចឹងអតិថិជនដែលត្រូវការបាទយើងមានគ្រប់ពណ៌យើងមានពណ៌ខ្មៅយើងមានពណ៌ផ្កាឈូកយើងមានពណ៌សបាទចឹងអតិថិជនដែលត្រូវការប្រភេទ 5G បាទអាចមកជ្រើសបាននៅ U1 ធានាតម្លៃពិសេសជូនខ្ញុំថែមជូនជាមួយនឹងដុំសាក original ថែមជូនជាមួយនឹង case បាទបូករួមជាមួយនឹង skin បន្ថែមផងដែរយើង warranty 3ខែបាទទៅលើ software 1ខែទៅលើថ្មម៉ាស៊ីនអូខេអរគុណបងប្អូននេះគឺជា Realme 13 Pro ដែលបងប្អូនតែងតែនិយមឮគេហៅថា Realme Redmi Xiaomi ដែលពាក្យទាំងនេះគឺជួនគ្នាក៏ដូចជាស្រដៀងនឹងប្រហាក់ប្រហែលគ្នាខ្លាំងមែនទែនតែសម្រាប់ Realme ដែលខ្ញុំកំពុងតែកាន់នេះវាមានបទសម្ព័ន្ធជាមួយនឹង Oppo Vivo OnePlus ឬក៏ iQ ដែលមានធំនៅពីក្រោយគឺ BBK ហើយខ្ញុំមានដំណឹងល្អចង់ប្រាប់ទៅកាន់អ្នកនរថាប្រសិនបើចង់ស្វែងរកម៉ាស៊ីនកម្រិតថវិកាដែលមានតម្លៃ$199ដែលដំណើរការនៅលើបន្ទះ chip ល្អអេក្រង់ smooth ក៏ដូចជាថ្មធំហ្នឹងអាចសាកជាមួយនឹងម្ដាមនេះខ្ញុំកំពុងតែកាន់នេះបានម៉ាស៊ីននេះមិនសម្បូរបែបប្រហែលទេដែលវាជាប្រភេទ firmware របស់ Global ហើយទៅលើថ្ម firmware របស់ Global ឬក៏ម៉ាស៊ីនរបស់ក្រុមហ៊ុនគឺខុសគ្នាម៉ាស៊ីនក្រុមហ៊ុនគឺថ្ម 5200 mAh តែម៉ាស៊ីនដែលខ្ញុំកំពុងតែកាន់នេះគឺ5000 mAh គត់ដែលវាជា firmware របស់ Global ហើយនៅផ្នែកខាងលើវាមានជំនួយរហូតកាស Earphone Jack 3.5 ក៏ដូចជារូបរាងស្មើកាមេរ៉ា3គ្រាប់រំសាយ USB Type C ក៏ដូចជាប្រើប្រាស់បាន SIM 2បន្ថែមផងដែរហើយម៉ាស៊ីនដែលខ្ញុំកំពុងតែកាន់ firmware Global នេះគឺវាដំណើរការនៅលើបន្ទះ chip MediaTek Dimensity 7300តែសម្រាប់ម៉ាស៊ីនក្រុមហ៊ុនគឺដំណើរការនៅលើបន្ទះ chip របស់ Qualcomm ដែលជា Snapdragon 7S Gen 2ហើយសម្រាប់អ្នកនរដែលស្រឡាញ់ម៉ាស៊ីនតម្លៃ$100ជាងឬក៏ហៅថាម៉ាស៊ីនកម្រិតថវិកានេះអ្នកនរអាចមកជ្រើសបាននៅហាង U1មួយដើមនេះគឺជា OnePlus Ace Series V ហើយបើយើងគិតឲ្យមែនតែនក៏ដូចជាដិតដល់ទៅវាមិនមែនជា smartphone ដែលសម្បូរបែបក៏ដូចជាខ្សែភាយមានលក់នៅក្នុងស្រុកយើងប្រហែលទេអាចថាចំនួនមានកំណត់ក៏ថាបាន
ម្ដងអ្នកខ្ញុំកំពុងតែបកបង្ហាញក៏ដូចជាបង្ហាញជូនទៅកាន់អ្នកអរគ្នានេះទៅលើអេក្រង់វាមានកម្រិតបង្ហាញមើលទៅច្បាស់ដិតល្អតាក់ពណ៌1 billion color អេក្រង់ជាប្រភេទ AMOLED មើលមកវាស្រស់ស្អាតវាស័ក្តិសមសម្រាប់អ្នកចូលចិត្តដែលទស្សនាលើ content ក៏ដូចជាប្រព័ន្ធសសរផ្សេងៗផងដែរហើយទៅលើ OnePlus Ace 3V នេះខ្ញុំភ្លេចប្រាប់ថាវាដំណើរការនៅលើបន្ទះ chip របស់ Qualcomm គឺ chip 7 Plus Gen 3ដែល chip មួយនេះខ្ញុំគិតថាជា chip ដំបូងគេដែលមានតម្លៃស័ក្តិសមក៏ដូចជាសមរម្យក្នុងតម្លៃទឹកលុយ$200ជាងដែលញាត់មកកាន់ម៉ាស៊ីនមួយនេះបន្ថែមផងដែរហើយទៅលើ OnePlus គេមិនចោលទេជាមួយនឹងរន្ធសាក USB Type C ក៏ដូចជាកន្លឹះ slider បូករួមជាមួយនឹង IR blaster បន្ថែមផងដែរទៅលើកាមេរ៉ាទាំងពីរគ្រាប់នៅផ្នែកខាងក្រោយមួយគ្រាប់មានទំហំ50 megapixel ដែលមាន aperture f1.8 ហើយមួយគ្រាប់ទៀតគឺ8 megapixel ដែលទឹកពណ៌ក៏ដូចជាកម្រិតវីដេអូនៃការតែងនឹងថតវីដេអូបានរហូតទៅ 4K ក្នុងល្បឿន30ឬក៏ក្នុងល្បឿន60 fps បានហើយ Cap Bezel សឹងតែគ្មានកញ្ចក់អេក្រង់នៅខាងមុខហើយបើសិនបើទាំងអស់គ្នាស្រឡាញ់7 Plus Gen 3ក៏ដូចជាទំហំផ្ទុកជាប្រភេទ UFS 4 ចុចក៏ដូចជាទំហំ RAM ជាប្រភេទ LPDDR5 បូករួមជាមួយនឹង OnePlus គេដាក់មកជាមួយនឹងកំណែ update បានរហូតទៅ OS 3ឆ្នាំក៏ដូចជា security ឬក៏សោសុវត្ថិភាព4ឆ្នាំទៀតហ្នឹងដល់គ្នាចាយលុយ$200ជាងមកទិញម៉ាស៊ីនមួយនេះខ្ញុំគិតថាមិនខកបំណងនោះទេអញ្ចឹងបើសិនបើស្រឡាញ់ជាមួយនឹង OnePlus Traco មួយនេះកុំភ្លេចសាកសួរព័ត៌មានអំពីខ្ញុំអាពុយ៉ាឬក៏ហាងលក់ទូរស័ព្ទដែល U1 Phone Shop មកកញ្ឆេនេះស្អាតដល់គ្នាបាទស្អាតខ្លាំងហើយស្អាតណាស់ទៀតពិសេសគឺពណ៌ខ្មៅសុនបាទតែជន់ពណ៌ខ្មៅសុទ្ធតែម្ដងនេះគឺជាប្រភេទ Google Pixel 6 Pro ហើយសម្រាប់អ្នកដែលត្រូវការប្រភេទម៉ាស៊ីនដែលគ្មានជម្រើសថាស្ទើរណាបាទបានន័យថាស្អាតដាច់ទាំងអស់អាចទស្សនាវីដេអូនេះបានតែសារតែម៉ាស៊ីននេះគឺទើបតែមកដល់ហើយពណ៌ខ្មៅសុទ្ធហើយស្អាត 99% ហើយពិសេស RAM 12 បាទ RAM 12GB storage 128GB វាដំណើរការនៅលើបន្ទះ chip របស់ Google Tensor បាទដោយផ្ទាល់ខ្លួនហើយកាមេរ៉ា3គ្រាប់មាន lens zoom 1បាទថតច្បាស់ក្រងកញ្ចក់កោងបាទរន្ធសាក USB Type C បាទអេក្រង់សឹងតែគ្មានឆ្កូតបាទហើយសម្រាប់ការថែមជូន accessory មានបែបណាខ្ញុំថែមឲ្យអតិថិជនរបស់គ្នាបែបហ្នឹងឯងបាទគឺមានទាំងឆ្នាំងសាកមានទាំង screen មានទាំង case គឺថែមជូនហើយពិបាកក្នុងការរកទិញទេពិសេសខ្ញុំទៅនេះជូនរហូតដល់ទៅ3ខែទៅលើផ្នែក software បាទមួយខែលើថ្មម៉ាស៊ីនមានបញ្ហាក្នុងមួយខែអត់ជួសជុលឲ្យអតិថិជនទេបាទគឺដូរដើមថ្មីជូនតែម្ដងអញ្ចឹងអតិថិជនដែលទិញ smartphone ដែលមានទំនុកចិត្តខ្ពស់ឬក៏ចង់ទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវច្បាស់លាស់បាទអាចទស្សនាវីដេអូនេះបានហើយកុំភ្លេចហាង U1 បាទនេះគឺជា page បាទអញ្ចឹង 300k follower ជាងហ្នឹងឬក៏ 100k like ជាងអតិថិជនអាចមកជ្រើសបានទីតាំងគឺនៅលើផ្លូវកម្ពុជាក្រោមបាទនៅជាប់ផ្លូវធំបាទនៅលើផ្លូវធំហ្នឹងតែម្ដងបាទជាប់ President ទល់មុខជាមួយធនាគារ Maybank អរគុណ Redmi Note 11 Pro របស់គ្នាបាទម៉ាស៊ីនខ្លាំងតែតម្លៃធូរអត់ដល់200ទេម៉ាស៊ីននេះរបស់គ្នាបាទអាចទស្សនាបានហើយជាប្រភេទម៉ាស៊ីន global ទៀតផងបាទដូច condition 98នេះអញ្ចឹងបាទតម្លៃតែ$115ទេហើយម៉ាស៊ីននេះគឺជាប្រភេទ Redmi Note 11 Pro 5G បាទបើថាវាខ្លាំងហើយសេវាក៏ខ្លាំងដែរម៉ាស៊ីននេះបាទ RAM 6+2 spec 128GB storage ណាបាទទំហំនៃការផ្ទុកបាទហើយប្រភេទនេះគឺកម្រិតបង្ហាញច្បាស់ល្អបាទវា run នៅលើបន្ទះ chip Snapdragon ដូចជា689បាទបើនេះ Snapdragon 695 sorry បាទហើយរូបរាងស្អាតបាទកាមេរ៉ាមាន AI ហើយថ្មកាន់បាទរន្ធសាក USB Type C ដាក់ប្រើប្រាស់បាន SIM 2ទៀតបាទហើយបើសិនជាទាំងអស់គ្នាយក grade ស្អាតបាទតែ155ទេបាទអាចទិញបានណាបាទហើយ stock នេះគឺមកបានប្រហែលជា 4-10 គ្រាប់ដែរបាទជាម៉ាស៊ីន global ម៉ាស៊ីន global វា worldwide វាងាយក្នុងការប្រើប្រាស់ហើយមានសេវាកម្ម Google Play Store support បាទចាំ support មួយ set ហើយសម្រាប់អ្នកដែលត្រូវការបាទតម្លៃធូរហើយគុណភាពល្អបាទថ្មកាន់ច្បាស់ខ្លាំងដើរលឿនកម្រិតបង្ហាញច្បាស់ល្អយកជូនចាស់ឬក៏យកប្រើប្រាស់ការងារទូទៅបាទអូខេអាចបញ្ចូលជាមួយនឹង Redmi Note 11 Pro 5G នេះបានបាទបាទសម្រាប់អ្នកដែលស្រឡាញ់ Xiaomi series ទាំងអស់បាទម៉ាស៊ីន global បាទថ្ងៃនេះយើងចូលមកបានច្រើនហើយមានចាប់ពី Xiaomi 11T Pro បាទ12T ឬក៏ 12T Pro ទៅដល់ 13T ឬក៏ 13T Pro ហើយជាម៉ាស៊ីន global ហើយ stock នេះគឺមកបានប្រភេទម៉ាស៊ីនដែលស្អាតច្រើនបាទអ្នកគ្នាបាទស្អាតមានច្រើនមែនទែនបាទហើយសម្រាប់តម្លៃគឺយើងអាចចរចាបានហើយពីច្រើនតម្លៃខ្ញុំ update ហើយបាទគឺតម្លៃលើនេះតែម្ដងបាទហើយធានាជូនណាម៉ាស៊ីនខ្ចីបាទម៉ាស៊ីន global spec ធំទៀតបាទមាន 256 មាន 512 បាទមានម៉ាតេបាទគឺមានទាំងអស់បាទនេះ Xiaomi 12T Global 256បាទ$255ក៏មានបាទហើយពីច្រើនបាទ Xiaomi 13បាទ256ក៏មានដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងណាក្នុងវីដេអូមុនបាទហើយ 13T Pro នេះក៏មានដែរបាទ 256GB RAM 12 មាន RAM 8ទេម៉ាស៊ីននេះបាទក្នុងស្បែក Global បាទ
តម្លៃ395ហើយ spec mate ក៏មានបាទ 512G ក៏មានដែរអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំថែមជូនជាមួយនឹង Nomsa Original 67W បន្ថែមបាទ case screen គឺមានដែរហើយអញ្ចឹងអ្នកដែលស្រឡាញ់ Xiaomi ទាំងអស់បាទអាចទស្សនាជាមួយនឹងវីដេអូនេះឲ្យចប់ហើយទស្សនាជាមួយនឹងការមើលតម្លៃជាក់លាក់នៅលើវីដេអូនេះតែម្ដងហើយធានទាំងអស់នេះម៉ាស៊ីនបតមកគ្រប់នេះ100នាក់មើលអត់ដឹងទាំង100នាក់បើសិនមើលពីមុខហើយម៉ាស៊ីននេះម៉ាស៊ីន global ទៀតបាទមិនមែន China version ទេហើយ5 second ដំបូងខ្ញុំគិតថាទាំងអស់គ្នាកំពុងតែអង្គុយពិចារណាហ្នឹងក៏មើលអត់ដឹងដែរអូខេនេះគឺជា Motorola Razr ទាំងអស់គ្នាបាទហើយពណ៌នេះស្អាតហើយសម្រាប់ការ design ស្អាតជាងនេះ Samsung នៅក្រោយនេះផងប្រភេទ flip ណាបាទMotorola នេះតម្លៃវាហាងខេៗដែរបាទហើយក្នុងស្បែកពណ៌នេះ pink ស្រាលហើយស្អាតបាទ Sa notification នេះបង្ហាញលយតែគាត់ថាវាធម្មតាទេបងប្អូនដឹងស្រាប់ហើយ Motorola ហាងពិបាកស្វែងរកបាទអ្នកយកទៅថ្នាក់ថ្នមបន្តិចបាទហើយដោយសារតែខ្ញុំចូលចិត្តរបស់បែបនេះហើយដូច្នេះក៏យកមកទៅបាទបងប្អូនឃើញស្រាប់ហើយបាទ Motorola Razr ស្អាតបងប្អូន premium មែនទែនបាទហើយអ្វីដែលសំខាន់ហ្នឹងវាជាម៉ាស៊ីន global ទៀតបាទមិន China version ហើយ lock Play Store ណាបាទនេះម៉ាស៊ីន global បាទនៅសេវាកម្មក៏ Play Store មួយ set ហើយក្រងពីមុខស្អាតបើយើងប្រើបាច់បត់បាទប្រើបែបនេះខ្ញុំគាត់ថាលយបាទសម្រាប់ខ្ញុំក៏ចង់ប្រើដែរតែដល់គ្នានេះគឺជាប្រភេទ Xiaomi បាទដែលទើបតែអាប់ដេតតម្លៃហើយណាហើយក្នុងនេះយើងមានទាំង Xiaomi 13T បាទ RAM 12256តម្លៃ355បាទ355នេះគឺជាម៉ាស៊ីន global ហើយមកស្អាតបាទ 99% មានពីរពណ៌បាទមានពណ៌បាទពណ៌ក្នុងស្បែកដូចជាពណ៌ខ្មៅបាទក្រៅពីនោះយើងមាន 13T Pro ក៏មានដូចគ្នាបាទ 13T Pro នេះសិតតែ spec 512G ហើយតម្លៃ1395ទេបាទហើយ spec គឺ 512G បញ្ជាក់ណា spec ដល់ Mate ក៏មានដូចគ្នាបាទ Mate លើតែ50វាទេហើយតម្លៃនេះចរចាសម្រាប់ spec Mate នេះបាទហើយយើងមានច្រើនបាទក្នុងស្បែកក៏មានបាទហើយក្នុងកញ្ចក់ក៏មានបាទក្នុងពណ៌បែបនេះក៏មានដែរបាទហើយបញ្ជាក់ជូនសម្រាប់អ្នកដែលស្រឡាញ់ម៉ាស៊ីន global បាទអាចមកជ្រើសបាន SIM 2ម៉ាស៊ីន global ចំ 100% បាទម៉ាស៊ីនដែលទទួលបានជាមួយនឹងលេបនេះក៏មានជាថៃខ្ពស់ជាងគេបាទគឺ 144 Hz ក្នុងតម្លៃទឹកលុយប៉ុណ្នេះណាបាទអញ្ចឹងសម្រាប់អ្នកដែលការប្រភេទ Xiaomi 13T ឬក៏ 13T Pro បាទអាចមកជ្រើសបាននៅ U1 ពិសេសខ្ញុំមានថែមជូនជាមួយ Nomsa Original 67W ហើយបញ្ជាក់ជូនមួយទៀតគឺម៉ាស៊ីន global បាទអាចមកជ្រើសបាននៅ U1 Phone Shop